សូមជម្រាបសួរនេះគឺជាកម្មវិធីសម្រាប់បងប្អូនកុមារហើយរឿងនេះមានចំណងជើងថាក្មេងទាំង7អានជូនដោយកុមារីរិទ្ធនីម៉ូលីខូលនៅចំកណ្ដាលខេត្តកំពង់ធំដែលដោះដើរទៅដល់អគារទំនើបខ្ពស់ឡើងបែរជាមានអនុវិទ្យាល័យចាស់មួយសង់ឡើងក្បែរសំណល់ប្រាង្គប្រាសាទបុរាណផ្នែកខាងស្ដាំនាបរិវេណនោះមានសហការជាមួយសាលាអន្តរជាតិឈ្មោះ Main EDU ហើយនៅរបងខាងឆ្វេងជាប់នឹងវត្តច័ន្ទកេសរសាលា Main EDU នេះត្រូវបានគេស្គាល់ថាជាថ្នាក់សិក្សាទំនើបប្រើភាសាអង់គ្លេសហើយមានវិន័យតឹងរ៉ឹងតែបែរជាស្ថិតក្នុងបរិវេណប្រាង្គប្រាសាទដ៏មានប្រវត្តិជ្រាលជ្រៅនៃទំនៀមទម្លាប់បុរាណសម្បូរបែបដែលសពភាគច្រើនមិនបានអើពើប៉ុន្តែក្នុងចំណោមនោះសិស្សថ្នាក់ទី7ដែលមានជាតិសាសន៍ចម្រុះចំនួន7នាក់លីណាគីរីអាឡិចម៉ៃតារាសំណាងនិងលីឡាបែរជាអង្គុយបើកគម្រោងការសម្រាប់ដំណើរសមាធិផ្សងព្រេនមួយយ៉ាងស្ងាត់កំបាំងនៅល្ងាចនោះក្រោមពន្លឺរស្មីនៃព្រះអាទិត្យចុងក្រោយហៀបលិតពួកគេបានជួបគ្នានៅខាងក្រៅថ្នាក់លេខ707ទ្វារបន្ទប់ត្រូវបានដោះសោដែលចាក់ជាយូរណាស់មកហើយដោយវិធីរបស់ពួកគេទាំង7នាក់បានឈានចូលទៅផ្នែកខាងក្នុងនៃបន្ទប់ដែលគ្របដណ្ដប់ទៅដោយខ្យល់ត្រជាក់ផ្លែពីមជ្ឈដ្ឋានខាងក្រៅក្លិនសិភៅចាស់និងការក្រៀមថ្នាំបុរាណនិងអ្វីផ្សេងទៀតគួរឲ្យចង់ដឹងហ្គេនចាប់ផ្ដើមម្នាក់ក្នុងចំណោមពួកគេខ្សឹបកម្លាចិត្តក្រុមគេដែលកំពុងពិនិត្យស្ថានភាពបន្ទប់ម៉ៃជាកូនថៅកែលោនេសាទដែលមានជាងគេបានប្រើសំឡេងចំអកស្រួយស្រាប់អើយគ្រាន់តែថ្នាក់រៀនចាស់គេຕົកចោលមួយគ្មានខ្មោចអីមកនៅបន្ទប់ខ្លួននៅនឹងទេនិយាយតបនឹងផុតពីមាត់ទ្វារដែលបានចំហចោលស្រាប់តែបិទក្រាប់ពីក្រៅក្នុងពួកគេភ្លើងក្រោមសែងស្ដាងហៅមកពីក្រៅតាមប្រឡោះស្លាបព្រានៃបន្ទប់នេះសំឡេងមួយដែលមិនច្បាស់លាស់តែស្ទស្នាបានខ្សឹបឈ្មោះរបស់ពួកគេម្នាក់ម្ដងលីណាគីរីអាឡេម៉ៃតារាសំណាងលីឡាក្មេងៗដែលបើកភ្នែកក្រលួងបានបង្វិលខ្លួនទល់ខ្នងគ្នាសម្លឹងជុំវិញគ្មាននរណាផ្សេងនៅទីនេះទេមានតែពួកគេលីឡាជាកងកាត់ខ្មែរបារាំងប៉ារបស់នាងជាអ្នកចំនួនបរទេសដែលបានមកបើកហាងនំមួយដ៏ល្បីឈ្មោះនៅខេត្តកំពង់ធំនេះលីឡាបានចាប់ដៃរបស់លីណាដែលភ័យព្រួយហើយបន្តម៉ៃណែកុំលែងមើលនេះមិនគួរឲ្យអត់សំណើសោះមិនលឺអីអត់អ្នកណាហៅឈ្មោះពួកយើងប៉ុន្តែមិននឹងនរណាម្នាក់អាចឆ្លើយបានក្តារខៀនចាប់ផ្ដើមសរសេរដែលខ្លួនវាថាបន្ទប់ទី7ស្វាគមន៍អាឡិសសម្លក់ទីនោះខណៈសំណាងស្រែកឲ្យចំអល់ទៅជួយអាសបន្ទប់ថាពួកឯងមានពេល1ម៉ោងដើម្បីបញ្ជាក់ពតមួយធ្លាក់ចោលទៅលើចំហគម្របលែងអាឡិចបានរអ៊ូប៉ាអាឡិចជាជនជាតិខ្មែរតែម្ដាយជាចិនដែលមានរោងចក្រមួយនៅខេត្តនេះសម្លេងរបស់គេតើបនឹងបានរសាត់ទៅស្រាប់តែបន្តមកជាមួយស្នូអ្វីមួយដូចជាអ្នកណាម្នាក់កំពុងកោសកម្រាអិតដោយដែកស្បែកម្ដងលើពីក្រៅម្ដងដុតជាពីខាងក្នុងជញ្ជាំងឬពីលើពីដានខ្វាគីរីស្ទុះទៅរនបើកបង្អួតខាងក្រៅជាពេរុស្ស៊ីតែមេឃមានពពកច្រើនគីរីបែរមកបណ្ដាមិត្តរបស់គេវិញព្រោះលឺសំណើចចំអកមកខ្លាំងខ្លាចម៉ៃថាឲ្យគីរីខនដូច្នេះគីរីដែលជាកូនពៅនៃគ្រួសារស្នងការប៉ូលីសបានដើរបកវិលមកវិញដែលសម្រួលធ្វើជាមានរឹកពៀមាំហើយនិយាយបើគ្រប់គ្នារត់រស់ហើយចាំអីទៀតចាប់ផ្ដើមពួកគេមកគ្នាលីណាខនសំណាងដោះសាក់កាដូមកនាងក៏និយាយក្នុងសំឡេងញ័រតិចជាមួយនឹងភាពរំភើបលាយការភ័យខ្លាចលាក់កំបាំងមិនអាយមិនដឹងសមាធិមកឬមិត្តលីណាជាកូនស្រីច្បងរបស់មន្ត្រីសាលាខេត្តមួយរូបប៉ានាងមានកូន2នាក់ប៉ុណ្ណោះ ប្អូននាងទៅតែមាន
ឆ្នាំទេគិរីដែលតែងតែមិនត្រូវស្ទាក់ស្ទើរតែមិនហ៊ានថាអ្វីងាកទៅមើលអាលិតខណៈមីដែលឈរក្បែរនោះនាងញញឹមភ្នែកសងខាងភ្លឺដោយសេចក្តីរំភើបនិងភ្លើតភ្លើនចង់ដកថយគិរីណាគេថាគិរីប្រកែកក្តាប់ដៃធ្វើក្លាហានតោះតារាដែលនៅស្គីមស្កាត់ញូហើយតបញ្យុសម័យមើលថាពួកយើងចេញពីនេះទៅជាមួយធម៌ពលមួយ super power សំណាងដែលនៅស្ងៀមក្បែរតារានោះម្ដងបែរសម្លឹងទៅមាត់ទ្វារព្រោះគេទទួលអារម្មណ៍ថាដូចជាមានអ្វីមួយដែលពួនលាក់ខ្លួននៅខាងក្រៅសម្ងំមើលមកពួកគេសំណាងជាក្មេងប្រុសដែលតែងតែមានអារម្មណ៍រសើបបំផុតតែមិនចេញប្រតិកម្មពេកទេម៉ៃវិនដែលនាងជាក្មេងស្រីកូនកាត់ដ៏មានបញ្ញាមុតស្រួតនិងធំឡើងជាមួយភាពជឿជាក់បានបោះជំហានទៅមុខកុំបន្លំពន្យាពេនាងនិយាយអង្គុយមកចំទុំទាំង5កំពុងព្រមព្រៀងនឹងធ្វើតាមការណែនាំរបៀបសមាធិ7ដួងដើម្បីទៅជួបវិញ្ញាណទេពទទួលបានជាតារារអ៊ូទាំងក្រោមដង្ហើមរបស់នាងហើយគេក្រវីភ្នែកមើលប្រតិកម្មមិត្តដទៃក្នុងបន្ទប់ងងឹតដែលស្រាប់តែផ្លាស់មកជាងងឹតព្រោះបាត់បង់ពន្លឺព្រះអាទិត្យទាំងស្រុងពួកគេយកទានម្នាក់មួយដើមមករៀងខ្លួនមកអត់ហើយរាយគ្នាអង្គុយពេនជារង្វង់ជុំវិញទានដោយដាក់សិភៅបុរាណវិញ្ញាណទេព7នៅចំកណ្ដាលសិភៅនេះត្រូវបានគេរកឃើញនៅក្នុងសសរបាក់នៃតួប្រាសាទចាស់ដែលរៀបដល់ដីយូរណាស់មកហើយបើពួកគេមិនលែងកាយដីលាក់របស់ក៏មិនឃើញសិភៅបុរាណនេះដែរលីណាជាអ្នកស្ពាយវាមកទំព័ររបស់វាមានពណ៌លឿងតាមអាយុអាថាសិភៅនេះត្រូវបានកប់មកពីចំនួនបារាំងឬមុនបន្តិចបន្តួចប៉ុណ្ណោះតែសរសេរគ្រប់យ៉ាងជាភាសាខ្មែរលីណាផ្ទាត់បើកទំព័រដំបូងដែលសរសេរថាមគ្គទេសដើម្បីជួបវិញ្ញាណទេពក្រោមនោះមានសរសេរជាតូតូល្អិតថាផ្លូវទៅកាន់អំណាចអានម៉េចបញ្ជាលីឡាដែលជាកូនកាត់បារាំងតែដែលឃើញថានាងលីឡានៅទីទើមានតែតារាដែលនៅក្បែរនោះរន់គម្ពីរបង្វិលទៅឲ្យអាលិតដោយសារសំណាងវេក្បាលបន្តិចជំរុនផងអាលិតបង្ខំចិត្តអានតាមគម្ពីរក្នុងនោះជាអត្ថន័យដែលពួកគេមិនយល់តែមានសំឡេងសព្ទថាអត្តនាមដាម៉ាយ៉ាន់ទីបានឌីតាពួកគេត្រូវសូត្របន្តគ្នាម្ដង7ចប់ហើយបកវិលមកសូត្រវិញបន្តថែម7ដងទៀតស្រាប់តែឃើញកម្លាំងខ្យល់បើកមកសន្ធប់ក្នុងបន្ទប់រៀនដាក់ដៃលើចង្គង់ផ្ងាម្រាមទៅលើអាលិតស្រែកស្រួយស្រាប់សំឡេងដូចជាអ្វីមួយមានអានុភាពមកលើរាងកាយអាលិចមិនដូចជាអាលិចធម្មតាទៀតនោះទេកុមារទាំង6នាក់ផ្សេងទៀតអាចទទួលអារម្មណ៍ចម្លែកនេះតែពួកគេមិនហ៊ានសួរឬញាក់សម្លឹងគ្នាឡើយនេះជាដំណំពេលដែលដង្ហើមរបស់ពួកគេចាប់ញាត់ញ័រម្ដងបន្តិចរាងកាយរបស់ពួកគេក៏ញ័រតាមបិទភ្នែកអាលិចបញ្ជាលឺមានតែសម័យខ្លួនអាលិចទេដែលបើកភ្នែកបានហ្វឺតនឹងអ្វីគ្រប់យ៉ាងនៅលើឥដ្ឋបានឆាត់ឆេះយ៉ាងសន្ធោសន្ធៅដែលមិនដឹងអ្នកណាដុតហើយជញ្ជាំងក៏រំកិលទៅក្រោយដូចជាសាលារៀននេះបន្ទប់នេះមានជីវិតសំឡេងនៃភាពវិលវល់ការស្រែកដាច់ខាតលើសមរភូមិសសេះបោដំរីព្រឹកនិងការប្រកួតដែលលំពែងបានបន្លឺឡើងរំពងតាមអាកាសខ្យល់ខ្សាប់មកប្រាប់ពីសមរភូមិតើមនុស្សរត់ចោលស្រុកកំណើតយំស្រែករន្ធត់ក្មេងនាំគ្នាយំតែបើភ្នែកមិនបានរាងកាយលែបញ្ជាកើតចិត្តរបស់ពួកគេលោតញាប់ប៉ុន្តែនៅខាងក្នុងទីជម្រៅម្នាក់ដឹងជាស្រេចហើយមុនពេលមកដល់ទីនេះថាអ្វីដែលពួកគេចង់បាននោះទាមទារឲ្យឆ្លងកាត់ដំណាក់កាលអ្វីខ្លះពួកចៅចេញពីទីនេះបានដោយត្រូវបន្សល់ទុកវិញ្ញាណមិត្តឯម្នាក់គេនោះនឹងមកនៅចាំបន្ទប់នេះជាវិញ្ញាណទេពជារៀងរហូតសម្រាប់ទៅថាជាអ្នកណាចិត្តពួកគេភ័យញាក់តែមិនអាចរើសខ្លួនចិនថែមមិនអាចនិយាយប្រកែក
នរណាម្នាក់ក្នុងចំណោមពួកគេនឹងត្រូវຕົកចោលអនាថានៅកន្លែងនេះតែគ្មានអ្នកណាចង់ទេនោះជាអ្វីដែលពួកគេខំមកធ្វើសមាធិតាមកូពីអំណាច7មែនទេមិនមែនទេពួកគេតើបនឹងដឹងខ្លួនថាត្រូវបានគេបោកមកទីនេះអ្នកណាម្នាក់ប្លង់កូពីចាស់ពំពួកក្មេងៗឲ្យមកបន្តធ្វើជាចុងកប់នៅបន្ទប់មួយនេះមែនទេក៏គ្នាញ័រញាក់នៅក្នុងការសម្រេចចិត្តម្នាក់នឹកដល់សម្ដីទូមានរបស់គ្រួសារឪពុករបស់លីណាតែងតែប្រាប់នាងថាអ្នកក្ររូបពួកមនុស្សខ្សោយនឹងទានកូនឯងឲ្យរវល់ជួយពួកគេគ្មានថ្ងៃចាប់ទេចូលចេះសេពគប់ហើយនៅតែជាមួយនឹងប្រភេទមនុស្សខ្លាំងប៉ុន្តែសម្រាប់ឆន្ទៈលីណានាងដឹងថាពេលនេះនាងនៅទីនេះគៀកស្មាជាមួយគិរីដែលគ្មានអ្វីក្រៅពីកំដាប់ដៃនិងភាពរឹងចចេះឡូឡាគេធ្លាប់ជួយនាងបានទាញនាងឡើងនៅពេលនាងដួលក្នុងតារាងបាល់តើនាងនឹងទុកគិរីចោលបានទេឥឡូវនេះខាងគិរីវិញគេគិតដល់សម្ដីរបស់ឪពុកគេជាមេប៉ូលីសដែលតែងតែព្រមានកូនថាវាជាមនុស្សចោលកុំបង្ហាញភាពទន់ខ្សោយក្នុងកាលៈទេសៈណាក្តីប៉ុន្តែធាតុពិតក្នុងភាពជាប់គាំងនេះភាពញាប់ញ័រចំប្រាប់កំពុងបញ្ជាដៃជើងរបស់គេញើសនៅលើចិញ្ចើមនិងមុខរបស់គេតើនេះមើលទៅដូចជាកម្លាំងឬការខ្លាចអាឡិចវិញកំពុងស្រក់ទឹកភ្នែកគេជាក្មេងធាត់បំផុតក្នុងចំណោមអ្នកសមាធិ7ក៏ជាអ្នកដែលនឹងរត់យូរជាងគេតែបំផុតគេនឹងស្លាប់មែនទេលែនបានឃើញម្ដាយឪពុកទៀតហើយនឹកឃើញសម្ដីឪពុករបស់គេគាត់ប្រាប់អាឡិចថាលុយអាចចេញអ្វីបានទាំងអស់កូនលុយជាផ្លូវដែលនាំឲ្យអាចចេញពីឧបសគ្គទាំងអស់បានគេយំព្រោះពេលនេះវិញ្ញាណមិនខ្វល់ពីទ្រព្យសម្បត្តិរបស់ប៉ាគេឡើយតែយើងមិនទុកអ្នកណាទាំងអស់នេះជាសម្រេចលីណាលន់ឡើងធ្វើឲ្យគ្រប់គ្នាឈប់យំលីណាតែងតែជាមនុស្សអៀននិងភ័យតែនាងមិនមែនកំសក់ទេម្ដាយនាងប្រាប់ថាមនុស្សគ្រប់រូបគឺអាត្មានិយមតែលីណាតែងប្រកែកថាមិត្តភាពគឺមានពិតមែនម្ដងនេះគ្រប់គ្នានិយាយមិនរួចតែនាងនិយាយរួចព្រោះនាងមិនខ្លាចអ្វីទាំងអស់ដែលចង់មកបំបែកយកមិត្តភក្តិរបស់នាងប៉ុន្តែនៅពេលដែលនាងអាចបើកភ្នែកមកហើយឃើញមេឃកាន់ដៃនាងដោយស្ងៀមស្ងាត់លីណាមានអារម្មណ៍ថាមានអ្វីមួយដែលខ្លាំងលុបពីលើជាងការភ័យខ្លាចពោលគឺអំពើល្អដែលជារឿងដ៏រឹងមាំនៅគ្រប់កាលៈទេសៈលីណាងើបមកមុខហើយស្រែកក្របខាងក្រៅសរសេរថាអំពើល្អឈ្នះបន្ទប់ហាក់បង្ហាញថាវិញ្ញាណកំពុងតែរំជើបរំជួលដោយកំហឹងស្រមោលខ្មៅនៃរាត្រីកាលពន្លឺធំឡើងព្រមមាននាងហើយក្រហមបំភ័យក្មេងៗតែពួកគេបានលើសំឡេងសំណាងស្រែកឡើងយើងមិនទៅចោលគ្នាទេបន្ទាប់មកគឺគិរីក្រវីថ្មិនញ៉ែមបន្តិចតើបគេនិយាយចិនថាពួកយើងនឹងរួមគ្នាបំបែកហ្គេមនេះចិញ្ចាំងបន្ទប់ផ្ដើមរមួលធរណីញាប់ញ័រវិញ្ញាណបានចោះចាន់និងទទួលដឹងខ្លោបខ្លាចជាមួយពីការបេះបោកដែលក្លាហានរបស់ក្មេងៗសម្លេងរបស់តារាបានញាប់ញ័រតតាក់ប៉ុន្តែគេនិយាយចិនវិញហើយពួកយើងចិនទៅវិញទាំងអស់គ្នាវិញ្ញាណបានបើកកញ្ចៃទ្វារខ្យល់ប្រែជាត្រជាក់ដៃប្រេះនៅក្រោមជើងរបស់ពួកគេការរត់គេចខ្លួនបានចាប់ផ្ដើមលីណាស្រែកឡើងថាយើងចាប់ដៃគ្នារត់ព្រមគ្នាគិរីកំហូប1 2ក្រោកពួកគេទាញគ្នាក្រោករត់កាត់ថ្នាក់រៀនជាច្រើនកម្រាអត់លៀបសន្ធឹងគ្មានទីបញ្ចប់ដូចជាសាលារៀននេះអាគារនេះអសកលស្រមោលដើមឈើបានប្រដេញតាមពួកគេម្រាមដៃពួកគេក្តាប់មិនលែងគ្នាទោះជាសំឡេងស្នូជួនចាស់ម៉ងបន្លឺព្រមានមករំពងវិញ្ញាណស្រែកសម្លិតមកល្វើយក្នុងអារម្មណ៍ពួកគេពួកឯងនឹងក្បត់គ្នាហើយពេលណាពួកឯងបែកបាក់យើងនឹងយកអ្នកណាដែលនៅក្រោយគេគិរីសៃរំជួលចិត្តនេះក៏ជាពេលដែលសម្ដីជីតាលេចមកគុំទុកចិត្តអ្នកណាពេកណាចៅ
ប៉ុន្តែគិរីមិនបានដោះដៃចោលពួកគេទេគ្រាមួយអាឡិតបានជួយទប់គេកុំឲ្យធ្លាក់ពេលកំពុងឡើងច្រៀងនៅចន្លោះតុគិរីនឹកឃើញការចំអករបស់បងប្រុសខ្លួនថាភាពទន់ខ្សោយចិត្តទន់ពេកមានន័យថាមនុស្សកំសាកប៉ុន្តែតើខ្ញុំជាមនុស្សកំសាកទេដែលរត់ចោលមិត្តជាមួយគ្នាពួកគេបានរត់គេចពីក្តារខៀនដែលរលំហើយលត់យោងគ្នាពីលើធរណីដែលប្រេះបែកចុងក្រោយពួកគេបានឈានមកដល់ទ្វាររបងដែលជាវិញ្ញាណសារចុងក្រោយប៉ុន្តែវាត្រូវបានចាក់សោគ្មានកូនសោគ្មានវិធីដែលអាចបើកវាទេតារាងាកមកក្រោយវិញ្ញាណស្រីចាស់ម្នាក់រូបអាក្រក់ស្លៀកបុរាណរហែកមានច្រវាក់នៅនឹងជើងភ្នែកប្រហោងក្រហូតាមសន្លឹងមើលមកពួកគេពីចម្ងាយពួកឯងចង់ទៅត្រូវទឹកម្នាក់នៅពួកគេបានមើលមកគ្នាទៅវិញទៅមកបន្ទាប់មកបន្តិចម្ដងពួកគេលែងភ័យខ្លាចព្រោះអ៊ំឌឿនអ្នកថែសួនបានរត់មកដល់ពីក្រោយគាត់សន្តិសុខម្នាក់ដើរមកដែរពន្លឺភ្លើត្រូវបានបើកភ្លឺពីពិនមិនទាន់ទៅផ្ទះទេក្មេងៗរត់សម្ដៅទៅមនុស្សចាស់ហើយនៅដកដង្ហើមធំអាគារដែលពីក្រោយពួកគេបានលេចឡើងហាក់ប្រក្រតីគ្មានអ្វីប្រេះស្រាំឬបោកបក់វិញ្ញាណក៏មិនបានពួកខ្ញុំប្រជុំពូខ្ញុំជ្រុលពេលសំទោសចុះមិនមិត្តបានស្រែកពូសន្តិសុខសួរនៅពេលដែលអ៊ំឌឿនរ៉ែភ្នែកសម្លឹងកុំពីក្នុងដៃលីណាដែលសង្ស័យក្មេងងាកមើលមកគ្នាទៅវិញទៅមកហើយលីណាក៏ប្រែជាញញឹមខ្ញុំភ្លេចសិភៅ3ថ្ងៃបានកន្លងផុតទៅប៉ុន្តែស្នាក់ស្នាមរបួសដោយការរត់នៅលើស្បែករបស់ពួកគេនៅមិនទាន់រលប់នៅឡើយការនេះនៅតែរំលឹកមកវិញនៅសំឡេងខ្សឹកខ្សៀវវិញ្ញាណដែលចង់បោកយកអ្នកណាម្នាក់ក្នុងចំណោមពួកគេជួបគ្នាកំខានអាឡិចសរសេរឆាតហៅរកគ្នាបន្ទាប់មកមិត្តទាំង7បានប្រមូលផ្ដុំគ្នានៅក្នុងបន្ទប់សិក្សារបស់គិរីនៅផ្ទះដែលជាកន្លែងគ្មានបារម្ភពីវិញ្ញាណព្រោះមានអាសនៈតាំងនៅជួបគ្នាកំខានអាឡិចសរសេរឆាតហៅរកគ្នាបន្ទាប់មកមិត្តទាំង7បានប្រមូលផ្ដុំគ្នានៅក្នុងបន្ទប់សិក្សារបស់គិរីនៅផ្ទះដែលជាកន្លែងគ្មានបារម្ភពីវិញ្ញាណព្រោះមានអាសនៈព្រះតាំងនៅពួកគេរួមគ្នាសរសើរអ្វីទាំងអស់អំពើការសាកល្បងការភ័យខ្លាចនិងការពិតដែលពួកគេបានរកឃើញពីមួយទំព័រទៅមួយទំព័រពួកគេចាក់អនុស្សាវរីយ៍នៃមិត្តភាពនិងភាពចាស់ទុំមកលើក្រដាសនៅពេលដែលសិភៅត្រូវបានបញ្ចប់តារាបានរុំដៃក្រមាក្រហមមួយយើងមិនអាចបំផ្សាយឲ្យគ្មានដតីបានដឹងនោះទេពួកគេអាចជាអ្នករងគ្រោះបន្ទាប់ដូច្នេះហើយពួកគេទាំង7បានទៅកាន់កុដិមួយនៃវត្តច័ន្ទកេសរក្រោមពន្លឺភ្លើងទៀនព្រះសង្ឃចំណាស់បានទទួលយកសិភៅដោយញញឹមដូចជាបានញៀនដឹងថានឹងត្រូវធ្វើយ៉ាងណាចំពោះវិញ្ញាណនោះស្អែកឡើងពួកគេបានរត់ទៅមើលនាយកសាលាដែលនៅជាមួយព្រះសង្ឃអង្គនោះក្នុងការសូត្រមន្តនិងស្រែកបំភ្លឺបន្ទប់លេខ707ឲ្យប្រើប្រាស់ជាទីប្រជុំធម្មតាវិញជារហូតមកមិត្តទាំង7តែងតែអាចមើលនៅទីនោះរាល់ពេលដើរកាត់ម្ដង